កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិកដែលមានសមត្ថភាពទទួលយកទិន្នន័យ input ធ្វើការដំណើរការ process ផ្ទុកទុក store និងចេញនូវលទ្ធផល output ដែលមានប្រយោជន៍វាដំណើរការតាមការណែនាំដែលគេហៅថាកម្មវិធីឬទៅ software តាមប្រភពដើមកុំព្យូទ័រមាន5ប្រភេទចម្បង 1. កុំព្យូទ័រ microcomputer នេះគឺជាប្រភេទកុំព្យូទ័រដែលគេប្រើប្រាស់ញឹកញាប់បំផុតនៅផ្ទះឬកន្លែងការងារឧទាហរណ៍កុំព្យូទ័រផ្ទាល់ខ្លួន PC iMac កុំព្យូទ័រយួរដៃ laptop 2. កុំព្យូទ័រ mini computer ជាកុំព្យូទ័រដែលមានសក្តានុពលខ្លាំងជាង microcomputer ហើយត្រូវបានគេប្រើសម្រាប់បម្រើការងារចំនួនច្រើនឲ្យអ្នកប្រើប្រាស់ក្នុងពេលតែមួយ multi-user ឧទាហរណ៍ម៉ាស៊ីនមេ server នៅក្នុងក្រុមហ៊ុនមធ្យម 3. កុំព្យូទ័រ mainframe computer ជាកុំព្យូទ័រដ៏ខ្លាំងក្លាមានទំហំធំនិងថ្លៃដើមខ្ពស់វាអាចដំណើរការនិងដោះស្រាយទិន្នន័យបានច្រើនរហែកហើយក្នុងពេលតែមួយឧទាហរណ៍ប្រព័ន្ធកុំព្យូទ័រធំសម្រាប់ធនាគារឬក្រសួងរដ្ឋាភិបាល 4. កុំព្យូទ័រ supercomputer ជាកុំព្យូទ័រដែលមានល្បឿនលឿននិងថាមពលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកវាត្រូវបានគេប្រើសម្រាប់ការគណនាស្រាវជ្រាវដែលស្មុគស្មាញឧទាហរណ៍ការព្យាករណ៍អាកាសធាតុការស្រាវជ្រាវវិទ្យាសាស្ត្រអវកាសឬការធ្វើគំរូម៉ូលេគុល 5. កុំព្យូទ័រស្ថានីយធ្វើការ workstation ជាកុំព្យូទ័រដែលមានសក្តានុពលខ្ពស់ត្រូវបានរចនាឡើងសម្រាប់អ្នកបច្ចេកទេសឬអ្នកវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញឧទាហរណ៍ការរចនាដោយជំនួយកុំព្យូទ័រ CAD/CAM ការធ្វើគំរូ 3D ការអភិវឌ្ឍកម្មវិធីសង្ខេបតាមទម្រង់រាងកាយកុំព្យូទ័រអាចបែងចែកជាកុំព្យូទ័រក្តារលេខ desktop computer កុំព្យូទ័រយួរដៃ laptop notebook តាប្លេត tablet smartphone ត្រូវបានចាត់ទុកជាកុំព្យូទ័រចល័តដែលមានសមត្ថភាពពេញលេញ